ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថាអតនៈមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកធ្វើការងារដែលលោកគ្រូបានដាក់ឲ្យ security account life cycle password again ជាដំបូងខ្ញុំចូល comment មួយដែលចូលទៅមើលវាថាមានជាប់ policy អីអត់ sudo checkវាអត់មានជាប់ policy អីទេ never អញ្ចឹងខ្ញុំចូលទៅក្នុង comment មួយទៀត user change ដកធំកំណត់ចំនួន60ថ្ងៃនៅក្នុង file SV34 ហើយខ្ញុំសូវាមើលមកនេះគឺជាចំនួនដែលខ្ញុំបានកំណត់60ថ្ងៃនេះហើយយកមកបូកចំនួនខែ8ថ្ងៃ2 2026ហ្នឹងមកស្មើនឹងខែ10ថ្ងៃ1ហ្នឹងហើយវាចំនួន60ថ្ងៃបើស្មើនឹងខែ10ថ្ងៃ1 2026ចំនួនដែលយើងបានកំណត់60ថ្ងៃអញ្ចឹងខ្ញុំមកចូល comment មួយទៀត sudo check ដក i ហើយដាក់ចំនួន7មក file យើង SV34 ខ្ញុំចូលទៅក្នុងនឹងដើម្បីមើលវានេះចំនួនដែលយើងបានកំណត់7ថ្ងៃនេះ initial ចំនួន7ថ្ងៃនេះអញ្ចឹងយើងយកអា7ថ្ងៃនេះមកបូកជាមួយនឹងអា express វាហ្នឹងមកបូកមកឃើញចំនួន7ថ្ងៃនៅក្នុង initial នេះហើយអញ្ចឹងខ្ញុំចូល command មួយទៀត sudo check e ធំហើយ2027ដកខែ12ហើយ1 file SV34នេះគឺជាaccount space ដែលយើងបានកំណត់វាហ្នឹងចំនួននេះដែលយើងបានកំណត់វាមិញ2027ខែ12ថ្ងៃ1ហើយខ្ញុំចូល command ទៀតមក sudo checkដកចំនួន50ថ្ងៃមកហើយក្នុង SV34 ចំនួនដែលគេ alert ប្រាប់យើង14ថ្ងៃខ្ញុំកំណត់14ថ្ងៃវាជាការពមៀនពេលមុនផុតកំណត់ហ្នឹងហើយខ្ញុំចូលទៅសូវាមកនេះមុនផុតកំណត់មុនដល់ថ្ងៃកំណត់14ថ្ងៃហ្នឹងវាលោ alert ឲ្យយើងមកវាជាការពមៀន
ចឹង